កណាសូមគ្រប់ថ្លែងកូនចាស់គ្រប់ជាសួរបងប្អូនចាដួងជាតាថ្មីបន្តទៀតទេណាបងប្អូនណាចាចឹងគឺថ្ងៃនេះឆ្លៀតពេលទៅបន្តិចបានថតវីដេអូចាជាការចែករំលែកចំណេះដឹងជាប់ភ្ញៀវដែរប៉ុន្តែអត់បានឆែកវិស័យអត់ទេឆ្លៀតសារៈតិចសិនក៏ឆ្លៀតថតតិចចាចឹងសម្រាប់ដួងជាតានៅក្នុងតម្រាតៈ7ត9ឋានគឺអត់មានអ្វីគេថាប្រែប្រួលទៅណាទេចាប្រែប្រួលតែដួងជាតាថ្ងៃខែឆ្នាំកំណើតរបស់បុគ្គលម្នាក់ទេណាបងប្អូនណាចាចំណែកលេខហ្នឹងគឺនៅដដែលលេខ1ដល់លេខ7ឋាន1រហូតដល់9កម្លាំងបូកចារបៀបដាក់ឋានទី8ទី9អីគឺដដែលទេណាចាខុសតែលេខសេះហ្នឹងគឺអាស្រ័យលើថ្ងៃខែឆ្នាំកំណើតរបស់ម្ចាស់ដួងជាតាម្នាក់អញ្ចឹងទៅគាត់កើតនៅក្នុងថ្ងៃខែឆ្នាំអីចឹងទៅណាបងប្អូនណាចាហើយដួងជាតាហ្នឹងគឺដួងជាតាមនុស្សប្រុសណាចាអញ្ចឹងបងប្អូនកុំចាស់ចេះហើយណារបៀបដាក់ទាសាចាចំណុចហ្នឹងក៏យើងគិតថាងាយប៉ុន្តែវាមានចំណុចកន្លឹះគេតិចដែរចាអញ្ចឹងបាទខ្ញុំចែករំលែកចំណេះដឹងហ្នឹងចាមានបងប្អូនអីគាត់ចាrecommend មកគាត់ថាបានស្ដាប់វីដេអូរបស់អ្នកគ្រូគាត់បានយល់ច្រើនចាដោយសារតែការបញ្យល់កន្លឹះតិចនិចនៃការដាក់ទាសាហើយបញ្យល់របៀបចាភ្ជាប់សម្ព័ន្ធអីផ្សេងអញ្ចឹងណាចាអញ្ចឹងគាត់មើលវីដេអូទៅគាត់បានយល់ច្រើនអញ្ចឹងណាចាដួងជាតាហ្នឹងគឺដួងមនុស្សប្រុសណាបងប្អូនកូនចាស់ហើយទៅតែលេងលះភរិយាទេកាងកាលខែ2ណាដួងជាតាហ្នឹងហើយក៏លេងគ្នានៅប្រហែលថ្ងៃមុននឹងឯងចាប្រិតបិដៃលេងលះគ្នាហើយកាលការហ្នឹងគឺគាត់អាយុ40ឆ្នាំណាចាឆ្នាំផុសបងប្អូនកូនចាស់ណាចាអញ្ចឹងបងប្អូនកូនចាស់រាប់ទៅរបៀបរាប់អាយុហ្នឹងគឺគាត់នៅក្នុងអាយុ40ចាអញ្ចឹងកាលណា40បងប្អូនកូនចាស់ចេះរាប់ហើយណាចាមកដល់នេះគឺយើងរាប់21ចា21ណាយើងរាប់ទៅ21ឡើងមកបូក7ទៀត28 29 30 31 32 33 34 35 36 37 38 39 40គឺចំនៅលើលេខ1ចាអញ្ចឹងខ្ញុំបញ្យល់ណាលេខ1អញ្ចឹងយើងភ្ជាប់សម្ព័ន្ធមកណាលេខ1យើងភ្ជាប់មកបងប្អូនកូនចាស់នេះទូខ្លួនរបស់គាត់ហ្នឹងរបៀបភ្ជាប់គឺបងប្អូនកូនចាស់ចេះអស់ហើយចាអត់ចាំបាច់ខ្ញុំចាបញ្យល់ទៅទេគ្រាន់ខ្ញុំគ្រាន់តែដាក់សញ្ញាឲ្យទេថាយើងត្រូវភ្ជាប់ទៅណាខ្លះលេខ1យើងមើលទៅណាចាកន្លែងណាមានលេខ1ខ្លះអញ្ចឹងគឺយើងភ្ជាប់ទៅណាហើយយើងទំនាយទៅអ្នកកើតថ្ងៃអាទិត្យការកណីជាមួយនឹងផ្កាយព្រះសុក្រណាចាអ្នកកើតថ្ងៃអាទិត្យចាបងប្អូនណាអញ្ចឹងបងប្អូនត្រូវរៀនមើលណាអ្នកកើតថ្ងៃអាទិត្យការកណីគឺផ្កាយព្រះសុក្រអ្នកកើតថ្ងៃអង្គារការកណីគឺផ្កាយច័ន្ទចាបរិវារយុដូចជាសិរីមូលៈឧស្សាហៈមន្ត្រីកាលកណីអញ្ចឹងណាហើយដួងហ្នឹងគឺដួងសេះ5ណាបងប្អូនចាសេះ5បងប្អូនយកចាមកខ្ញុំភ្លេចហើយមើលបងប្អូនយកឆ្នាំកំណើតណាកាលណាគេកើតមុនវេលាឡើងស័កចាប់ពី31ធ្នូដល់មុនវេលាឡើងស័កគឺយកគ្រិស្តសករាជហ្នឹងដកនឹង639បានលទ្ធផលគឺចលសករាជអញ្ចឹងយកចលសករាជហ្នឹងចែកនឹង7ណាលទ្ធផលដែលយើងចែកបានយើងអត់យកទេយើងយកសំណល់ចាបងប្អូនណាចាសំណល់ប្រមាណគឺយើងយកមកប្រើប៉ុណ្ណឹងចាសម្រាប់អ្នកកើតបន្ទាប់ពីវេលាឡើងស័ករហូតដល់31ធ្នូបងប្អូនយកគ្រិស្តសករាជនៃឆ្នាំកំណើតយកទៅដកនឹង638ចាលេខកូដសម្រាប់ដកណាមុនឡើងស័កដកនឹង639អ្នកឡើងស័កហើយដកនឹង638ហើយលទ្ធផលគឺចលសករាជនឹងឯងហើយយើងចែកនឹង7សំណល់ប៉ុណ្ណាគឺយើងប្រើប៉ុណ្ណឹងណាយើងអត់មានចុះមួយចុះអីចានាំឲ្យបាត់ទេតែចុះហ្នឹងបងប្អូនខុសឥឡូវហើយការគណនារកការយកកំណត់របស់គាត់ណាចាជាធម្មតាយើងត្រូវមិនណាយើងត្រូវប្រើទិសារួមបញ្ចូលជាមួយផងដើម្បីឲ្យក្បួនហ្នឹងកាន់តែហៅថាសក្តានុពលនៃទំនាយហ្នឹងគឺចាទំលំទលាយចាអញ្ចឹងយើងដាក់ទិសាមកបរិវារអញ្ចឹងទៅគាត់កើតក្នុងថ្ងៃអាទិត្យបរិវារអាយុអញ្ចឹងទៅលេខជាអញ្ចឹងទៅសេរីរួចមូលៈនៅកាយភាសាណាចាអញ្ចឹងទៅបងប្អូនដេញទៅភាសារួចឧស្សាហៈគឺនៅរាហូនៅពហោះណោះចានៅពហោះ
ចាចឹងបងប្អូនដេញទៅណាចាយើងដាក់ចេះមកក៏បានដែរចា1 2 3 4 7 5 8 6បរិវារអាយុដែលជាសេរីមូលៈឧស្សាហៈមន្ត្រីកាលកណីពតនឹងអស់ទឹកអត់ទាន់បានដាក់ចាចឹងណាបងប្អូនណាចឹងយើងមើលទៅកាយពុតទីជាយើងធៀបយើងធៀបក្បួនរកកាលកណីរបស់គាត់នេះកាត់ថ្ងៃទឹកការកណីគឺចាកាយសុខប៉ុន្តែដួងចេតានឹងគឺគាត់មានកាយសុខល្អទេអូខូចមួយដែរណាថាល្អណាខំសរសើរថាល្អប៉ុន្តែធ្លាក់មកហិនណៈមួយចាចឹងណាបងប្អូនប៉ុន្តែធ្លាក់តែមួយចឹងវាអត់សូវផ្ដល់ផលរំខានអវិជ្ជមានខ្លាំងទេណាចានៅពេលដែលគាត់គាត់មានអាយុ40អត់ដឹងថាអាចារ្យណាគេដេញពលាឲ្យទេបងប្អូនណាកាលណាគេឃើញអាយុបែបហ្នឹងគឺគេអត់ការទេចាអាយុ40ហ្នឹងវាចំទៅលើលេខព្យាយាមានអង្គាជ្រែកអាទិត្យហើយពីរហ្នឹងគឺជាសត្រូវនឹងគ្នាណាបងប្អូនកូនចាស់ចាអាហ្នឹងអង្គាណា8ហ្នឹងកម្លាំងអង្គាខ្ញុំធ្លាប់បានបញ្យល់វីដេអូមុនហើយនោះបងប្អូនកូនចាស់ហើយហ្នឹងគេហៅថាជ្រែកធម្មតាតែជ្រែកវាអត់ល្អទេព្រោះអាពីរហ្នឹងវាសត្រូវនឹងគ្នាណាបងប្អូនកូនចាស់អញ្ចឹងបាទខ្ញុំតែនិយាយថារាល់បងប្អូនដែលរៀននៅក្បួនតម្រាកុំចោលសភៅភាសានឹងឲ្យសោះចាកុំចោលសភៅនេះណាបងប្អូនសភៅនេះមាននិយាយអំពីអត្ថន័យរបស់ភពនីមួយហ្នឹងគឺលំអិតចាបងប្អូនមើលចាលំអិតណាឃើញទូចប៉ុន្តែដោយសារលេខអក្សរយើងក៏ព្រមនៅតូចដែរបងប្អូនមើលនេះឃើញអក្សរកាយសោយអាយុកាយជ្រែកអីគឺនៅក្នុងសភៅនេះទាំងអស់ខ្ញុំលំអិតឲ្យនៅក្នុងភាសាខ្ញុំអត់ដែលឲ្យបងប្អូនចោលទេសម្រាប់បងប្អូនកុំម្ចាស់ដែលរៀនចាក្បួនតម្រាវិទ្យាហោរាសាស្ត្រខ្មែរទោះបីជាចង់រៀនជាមួយលោកគ្រូណាក៏ដោយបងប្អូនកុំចាស់ត្រូវតែស្វែងយល់ស្វែងរកឯកសារភាសាអានមិនថាសភៅខ្ញុំបកណាឬក៏សភៅលោកគ្រូបាអាចារ្យណាផ្សេងទេឲ្យតែបានអានគឺបងប្អូនកុំចាស់នឹងទទួលបានចំណេះហើយពីការសរសេររបស់ពួកគាត់ចាអញ្ចឹងណាសម្រាប់បងប្អូនកុំចាស់ដែលរៀនជាមួយខ្ញុំតែងតែចាណែនាំឲ្យអានសភៅនេះជាគេហៅតែជំហានដំបូងខ្ញុំមិនដែលដាក់បរិញ្ញាភ្លាមខ្ញុំចាប់វីដេអូបញ្យល់ភ្លាមទេគឺខ្ញុំឲ្យអានសភៅសិនពីព្រោះខ្លឹមសារអត្ថន័យនៅក្នុងសភៅគឺលំអិតភពដែលជាមិត្តជាសត្រូវអីនេះអានេះចានៅក្នុងនេះគឺខ្ញុំមានសរសេរលំអិតចាហ្នឹងណាចាហើយសភៅហ្នឹងក៏ចិត្តអស់ទៀតអីចាបោះពុំ2ដងហើយចាចឹងបងប្អូនចង់បានអីបងប្អូនចង់សិក្សាអីគឺបងប្អូនត្រូវមានសភៅជំនួយចាអត់មែនស្ដាប់តែវីដេអូខ្ញុំចែករំលែកចំណេះដឹងហើយបងប្អូនអត់មានសភៅអានបងប្អូនពិបាកចាពីព្រោះទំនាយអីផ្សេងគឺសរសេរដាក់នៅក្នុងសភៅចាលំអិតជាងអ្វីដែលខ្ញុំបកស្រាយជូនចាអ្វីដែលខ្ញុំបញ្យល់បកស្រាយនឹងគ្រាន់តែជាបទបង្ហាញតិចនិចនៃការដើរក្បួនយើងចង់សម្ព័ន្ធចង់អីបែបណាបែបណីទេអាត្រង់ទំនាយលំអិតអីចាឧទាហរណ៍ថាអង្គាជ្រែកអាទិត្យអញ្ចឹងតើនៅក្នុងអង្គាជ្រែកអាទិត្យហ្នឹងនៅក្នុងសភៅហ្នឹងគេសេថាម៉េចខ្លះបុគ្គលនឹងត្រូវជួបបញ្ហាអីខ្លះនៅក្នុងរាសីចាំងឆ្នាំចាហើយផ្ទះនេះគឺផ្ទះព្យាយៈទៀតអញ្ចឹងគេហៅថារាសីដាក់ចាធម្មតាពាក្យអកុសលហិនណៈ1អរិ2ជាយៈ3មរណៈ4វាអត់ល្អទេបងប្អូនចាអាហ្នឹងគឺសុទ្ធតែផ្ទះអកុសលហៅថាផ្ទះបាបអញ្ចឹងកាលណារាសីរបស់យើងរាប់ទៅមកចំឈរនៅលើផ្ទះបាបអាហ្នឹងគេហៅថារាសីដាក់អញ្ចឹងគេត្រូវមើលទៀតតើភពដែរនៅក្នុងផ្ទះអកុសលហ្នឹងវាជាភពបាបគ្រោះឬសុខគ្រោះចាធម្មតាបាបគ្រោះសុខគ្រោះឲ្យខ្ញុំបញ្យល់ហើយណាបងប្អូនណាខ្ញុំអត់បាក់ខ្ញុំនិយាយទៀតទេចាដោយភពអាទិត្យហ្នឹងវាជាបាបគ្រោះហើយវាមានអង្គាជ្រែកអាហ្នឹងលេខ8ហ្នឹងកម្លាំងគាណាបងប្អូនកុំច្រឡំថារាហូនេះគឺ12ណាកម្លាំងពីព្រោះអតយើងប្រើតែ7ទេកាលណាយើងបូកបាន8ហ្នឹងគេហៅថាកម្លាំងរបស់ព្រះគ្រោះណាមួយហើយចាបូកបាន12កម្លាំងរាហូបាន8កម្លាំងអង្គាអញ្ចឹងអង្គាវាជ្រែកអាទិត្យនេះវាបញ្ហាចានៅក្នុងសភៅគឺខ្ញុំមានបកស្រាយលម្អិតជូនហើយអាយុនៅក្នុង40ស្រាប់តែរៀបការប្រពន្ធអត់ដឹងអាចារ្យណាគេដេញពលាឲ្យទេចាធ្លាក់មកជាអរិទៀតចាហើយនេះចិត្តរបស់គាត់ពន្ធុហ្នឹងមានរាហូជ្រែកទៀតអញ្ចឹងតែកាលណាហៅដែរតែកាលណាគេដេញរាប់ឃើញអាយុបែបហ្នឹងគេអត់ដែរឲ្យការទេគេសុទ្ធតែលើកហើយគេលើកឆ្នាំសិនថាអូឆ្នាំនេះការមិនសូវជាមាននឹងគុណល្អទេដោយសារយើងពុតឆ្នាំទី1ទី2គឺអាយុរបស់យើងវាចំទៅលើលេខហៅថារាសីដាក់អញ្ចឹងការទៅវាគេថាយើងវាមានរឿងកម្មប្រកោសច្រើនអញ្ចឹងហៅថាវាមិនសូវសមប្រកបសិរីមង្គលនៅក្នុងអាយុនៅក្នុងឆ្នាំនោះណាកាលណារាប់អាយុឃើញបែបហ្នឹងហើយសពតែគាត់មករៀបការរាសីយើងកំពុងដាក់ផងយើងមកការទៀតសពតែមានបញ្ហាបងប្អូនកុំចាស់មើលចា
ទី1រាសីខាងប្រុសធ្លាក់រាសីអន់ទី2យើងមើលតំណែងគូក្រងរបស់គាត់ចាបត្តនិលេខ4ធ្លាក់មកអីធ្លាក់មក3បៃតាធ្លាក់មកអីមរណៈព្រះសៅរ៍ជ្រែកពុនចាហើយនេះរាហូជ្រែកទៀតចារាហូជ្រែកពីក្រោមទៀតចាហើយនេះចក្រពត្តិនៅពីក្រោមបងប្អូនកូនចាលេខចក្រពត្តិជាលេខល្អទេប៉ុន្តែល្អនៅក្នុងភាពនឿយហត់គេហៅថាលំបាកមុនលេខដែលតស៊ូអត់ធ្មត់នៅក្នុងដួងចេតាមិនថាបុរសស្ត្រីតែកាលណាមានលេខចក្រពត្តិ14ឬ18ដែលយើងបូកបានពីក្រៅណាមួយជីវិតប្រយ័ត្នមានរឿងក្តីក្តាំយ៉ាងហោចណាស់ម្ដងរឿងអីក៏ដូចរឿងអីដែរតាអ្នកខ្លះទៀតមានបញ្ហារឿងឲ្យថាការរស់ស៊ីអីចឹងទៅគេហៅថាយើងត្រូវតែបានឡើងដល់គេហៅថាច្បាប់អាជ្ញាធរអីចឹងទៅចាត្រឹមឃុំឬក៏ស្រុកអីចឹងទៅណាចាអាហ្នឹងលេខគាត់ហ្នឹងគឺគាត់លេងលះគ្នាបដិបត្តិលេងលះគ្នាត្រឹមឃុំហ្នឹងនេះចាអញ្ចឹងណាព្រោះជាអត់ទាន់បានចូលតាមសវលទេទៅការខែកុម្ភៈបងប្អូនមុនចូលឆ្នាំចិនឬក៏ក្រោយនេះលើហើយប៉ុណ្ណឹងចាការខ្ទង់ខែហ្នឹងហើយលេងគ្នានៅក្នុងខែមិថុនាយើងហ្នឹងបងប្អូនកូនចាស់គិតមើលទៅចាអាហ្នឹងការបងប្អូនមើលប្រពន្ធមកជាបៃតាប្រពន្ធត្រួតណាបងប្អូនកូនចាស់ហើយមានរាហូជ្រែកទៀតបានប្រពន្ធមេម៉ាយចារឿងពិតគឺប្រពន្ធមេម៉ាយកាលណាបត្តនីធ្លាក់ទៅផ្ទះអកុសលណាមួយមានបាបប្រគ្រោះជ្រែកគេទំនាយថានៅក្នុងអត្តៈអ្នកនឹងច្រើនបានស្ត្រីនឹងហៅថាធ្លាប់មានគូក្រងឬក៏ស្ត្រីនឹងមិនបរិសុទ្ធដោយហេតុណាមួយចឹងទៅចាបងប្អូនកូនចាស់មួយទៀតគេថាស្ត្រីនឹងគឺកាយពុតនឹងណាតែកាលណាមានរាហូជ្រែកស្ត្រីនឹងគឺចូលចិត្តការសបាយការចាញ់ដើរក្នុងសង្គមអីផ្សេងនេះបងប្អូនចាំមើលធ្លាក់ទៅជាមរណៈចាហើយកាយប្រសើរជ្រែកទៀតជីវិតគូក្រងគឺអត់សូវសមប្រកបទេក្នុងនេះគឺជាយៈមួយទៀតនេះបងប្អូនបងប្អូនកូនចាំមើលរកក្តីសុខអត់ឃើញទេណាចាហ្នឹងហើយអញ្ចឹងគឺរបៀបមើលគឺខ្ញុំបញ្យល់បែបហ្នឹងបងប្អូនកូនចាស់អាហ្នឹងរាប់អាយុឆ្នាំទៅគឺចំបែបហ្នឹងហើយយើងចង់ដឹងថាខែមិថុនាហ្នឹងចំខែអីខែជ័យអញ្ចឹងណាបងប្អូនកូនចាស់នេះខ្ញុំថតហ្នឹងកាលថ្ងៃទី9ណាចាអញ្ចឹងខែជ័យយើងរាប់មកចាបងប្អូនចេះរាប់ហើយណោះចាមិគសិបោះមិផលកុនចែកពិសាជ័យចាំលើលេខ7ចានេះខែដែលគាត់លេងលះគ្នាលេខ7ធ្លាក់មកអីមហាអត់ត្បាតច្បាស់ចាស់មកបងប្អូនកុំចាស់ចាហើយ7នឹងមកជាអីរាហូជ្រែកមកជាលៀបភៈចាហើយប្រពន្ធនិយាយរួមទៅគាត់បានប្រពន្ធនឹងគឺប្រពន្ធនឹងត្រួតប្តីនិយាយរួមទៅចាហើយមនុស្សប្រុសតែកាលណាបែបហ្នឹងរស់នៅមានសម្ពាធអាយបងប្អូនតែឃើញបែបហ្នឹងគេហៅថាគូកម្មណាបច្ចៈមួយទៀតទោះបីជាសុខពីគ្រោះក៏ដោយនៅផ្ទះបត្តនីប៉ុន្តែប្រសិនបើសុខពីគ្រោះនឹងភ្ជាប់ទៅក្នុងហណៈមរណៈអរិព្យាយៈចាមហាចៅឬក៏អត្តបាតចាទី1ទី2មានបាបប្រគ្រោះជ្រែកទៀតអានឹងហៅគូកម្មណាបងប្អូនកូនចាស់មិនមែនកម្មនឹងតទៅលេខបាបប្រគ្រោះបានថាគូកម្មទៅណាចាលេខសុខពីគ្រោះក៏ដូចគ្នាកាលណានៅផ្ទះបត្តនីហើយសម្ព័ន្ធភ្ជាប់មកក្នុងហិនអីចឹងទៅមរណៈមកជាព្យាយៈមហាចៅអត្តបាតអានឹងគឺភពសុខពីគ្រោះនឹងគឺចុះខ្សោយមួយហើយអញ្ចឹងគេហៅថាយើងបានគូនឹងគេហៅថាសមត្ថភាពឬក៏មានហេតុណាមួយនឹងទៅធ្វើឲ្យគូនឹងអាប់គេថាចុះខ្សោយពាក្យថាចុះខ្សោយបើន័យថាខ្សោយចំណេះដឹងសមត្ថភាពអីផ្សេងអញ្ចឹងណាបងប្អូនកុំចាស់ចាអញ្ចឹងទំនាយគឺនៅក្នុងសភៅចាបកតៈអូសភៅនឹងចង់អស់ហើយបងប្អូនកុំចាស់ចង់អស់ហើយជាត្រូវបោះពុំទៀតអីនេះទំនាយគឺនៅក្នុងសភៅនឹងណាបងប្អូនកុំចាស់ហើយឆ្ងល់អីចង់សិក្សាអីគឺចា Telegram មកនាងខ្ញុំចាបញ្យល់លម្អិតជូនឯកសារសម្រាប់អានសម្រាប់អីណាសម្រាប់វីដេអូនៃការបញ្យល់បកស្រាយគឺខ្ញុំបញ្យល់បានត្រួសទេចង់លម្អិតអីបងប្អូនកុំចាស់អានសភៅទំនាយបន្ថែមទៅហើយឆ្ងល់ចាំខ្ញុំប្រកាសណាជួយបន្ថែមចាអាហ្នឹងខ្ញុំគ្រាន់តែបញ្យល់របៀបមើលគូកម្មហើយនឹងឆ្នាំរៀបការអាហ្នឹងអាចារ្យណាគេដេញពលីឲ្យការទៅនេះឃើញអាយុបែបហ្នឹងហើយត្រូវឲ្យគ្នាការចាការនេះគេហៅរិស័យដាក់ស្នាងឯងគាត់អត់មានបញ្ហាអីអ្នកខ្លះទៀតមានគ្រោះថ្នាក់ជំងឺឈឺថ្កាត់ខាតបងផ្សេងប៉ុន្តែគាត់ខាតដែរនេះគឺបញ្ហាជាមួយគូក្រងណាចាបងប្អូនមើលជ្រែកហើយនៅក្នុងខែជ័យនេះខែដែលលេងលះគ្នាកាយប្រសើរគឺសំដៅទៅលើសេចក្តីទុក្ខសេចក្តីសោកបញ្ហាអញ្ចឹងគេមើលណា
អាប់កាយបាបប្រគ្រោះនេះព្រះសៅគេនេះគេខ្លាចបំផុតព្រះសៅគឺសំដៅទៅលើសេចក្តីទុក្ខសោកបញ្ហារ៉ាំរ៉ៃអត់ងាយចប់បើមនុស្សឈឺគឺឈឺអត់ងាយស្លាប់ទេកាលណាបងប្អូនរាប់អាយុទៅបើសិនជាឈឺអីរាប់ទៅចំកាយព្រះសៅអញ្ចឹងអូអត់ងាយទេគាត់នៅឈឺរ៉ាំរ៉ៃយូរវែងចាទុកឲ្យកូនចៅនឹងរត់មើលឲ្យអស់ខ្លួនអញ្ចឹងណាចាអស់ខ្លួនមិនได้ថាយើងយកគាត់ទៅពេទ្យទៅអីទៅចាពេទ្យណាពេទ្យណីអញ្ចឹងទៅណាចាមនុស្សនឹងអត់ងាយស្លាប់ទេប៉ុន្តែបើរាប់ទៅចំកាយអង្គាលឿនណាបងប្អូនណាចាអញ្ចឹងបើសិនជាឈឺធ្ងន់រាប់អាយុចំកាយអង្គារੂរាន់មនីចាមើលគាត់ឲ្យបានលឿនណាព្រោះអង្គានឹងបានតែលឿនណាចាអានឹងខាងដូចខ្យល់ចឹងខ្យល់ព្យុះខ្យល់ល្បឿនលឿនខ្យល់ក្តៅចាត្រូវវឹបភ្លាមណាអង្គាចាអញ្ចឹងរាសីខែនេះបងប្អូនមើលហើយនេះរាសីឆ្នាំហើយនេះរាសីឆ្នាំយើងរាប់ទៅនេះចំខ្សែគុតចំលើលេខ4ចំលេខគូក្រោគេទីថាឆ្នាំនេះអ្នកឯងនឹងជួបគូជួបបានស្លាយស្នំមនុស្សស្រីប៉ុន្តែស្រីនឹងគឺមិនសមប្រកបជាមួយអ្នកឯងទេកាលណាគេរាប់អាយុមកចំលេខ4ហើយគេភ្ជាប់មិនមកលេខ4នឹងអូឆ្នាំនេះអ្នកឯងមានស្នេហាហើយត្រូវចិត្តត្រូវថ្លើមជាមួយនារីណាហើយក៏ប៉ុន្តែគេមើលទៀតគេមើលលេខ4នឹងកម្លាំងបូកនៅពីក្រោមនឹងមានអីខ្លះបើសិនជាឃើញគេភ្ជាប់សម្ព័ន្ធមកឃើញបែបនេះអូគូនឹងគឺមិនសូវសមប្រកបទេចាផ្អែមល្ហែមតែដំបងណាបងប្អូនកុំចាស់គឺវីដេអូខ្ញុំចែករំលែកបញ្យល់ចំណេះដឹងប៉ុណ្ណឹងហើយចង់លម្អិតអានសភៅចាសភៅទំនាយមានបកស្រាយទំនាយភ្ជាប់សម្ព័ន្ធឲ្យដល់9ឋានចាឋាន1ដល់9ភ្ជាប់សម្ព័ន្ធឲ្យទំនាយឲ្យស្រេចនៅក្នុងសភៅនឹងចានៅពេលដែលជាទៅហើយរៀនសិក្សាជាមួយខ្ញុំបន្ថែមទៀតអានឹងគឺមានភាពស្និទ្ធស្នាលជាមួយខ្ញុំចាស្និទ្ធស្នាលហ្នឹងបានន័យថាយើងបានសន្ទនាគ្នាផ្ទាល់ចឹងណាចាអញ្ចឹងបងប្អូនកូនចាស់របៀបដើរក្បួនគឺបែបហ្នឹងណាលេខទៅ9ឋានដដែលវាអត់ប្រែប្រួលទៅណាទេ